គុណបងស្រីលីដាចាសប្តាហ៍នេះបងមិនត្រឹមតែច្រៀងនៅបទចម្រៀងនេះបានយ៉ាងល្អទេការដាក់អារម្មណ៍របស់បងក៏ចាមិនធម្មតានោះដែរមានការបង្ហូរទឹកភ្នែកផងចាបទចម្រៀងនេះមានចំណងជើងថាព្រះគុណម៉ែដែលជាការបកស្រាយពីបងស្រីលីដាបទនេះគឺជាបទថ្មីនិពន្ធទំនុកច្រៀងដោយលោកហ្វៃសំអាងចាពិតណាស់គុណម្ដាយគឺជាគុណដ៏សែនធ្ងន់ដូចជាកំណាព្យរបស់លោកកេងវណ្ណស័ក្តិលោកក៏បានតាក់តែងនិពន្ធឡើងផងដែរចាដែលលោកបានពោលថាសមុទ្រជ្រៅហើយធំផងគង់គេឆ្លងផុតបានដល់ត្រើយឯគុណម្ដាយវិញគ្មានត្រើយឡើយជ្រៅហើយធំផងឆ្លងមិនផុតចាសប្តាហ៍នេះចង់ដឹងអំពីការគ្រប់គ្រងពីប្អូនស្រីលីដាវិញចាមានអ្នកណាខ្លះគាត់អញ្ជើញចូលរួមទស្សនាចាបងថ្ងៃនេះមានអ្នកម៉ាក់ប៉ាអ៊ំម៉ាក់អ៊ំហើយនឹងចាយផងដែរចាជំរាបសួរបាទជំរាបសួរកញ្ញាចាចំពោះលោកពូតើយ៉ាងម៉េចជាមួយប្អូនលីដាដែរត្រូវជាពុកមីត្រូវជាឪពុកមីត្រូវជាលោកពូចាចំពោះលោកចាត្រូវជាពុកធំប៉ាអ៊ំចាអូចាប៉ាអ៊ំអញ្ជើញមកពីខេត្តកំពង់ឆ្នាំងឯប៉ាអ៊ំអត់ទេខ្ញុំនៅភ្នំពេញកញ្ញានៅភ្នំពេញចាចំពោះចាប៉ាអ៊ំលោកធ្លាប់បានទស្សនាកន្លងមកដែរទេនៅក្នុងកម្មវិធីនេះធ្លាប់កញ្ញាធ្លាប់ចាយល់ថាកម្មវិធីនេះផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះដល់ដួងកាយរបស់យើងក្នុងទស្សនៈរបស់ខ្ញុំផ្ទាល់ខ្ញុំយល់ឃើញថាកម្មវិធីផ្កាយរះក្នុងសួននេះគឺជាកម្មវិធីមួយដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ដែលបានចូលមកសម្ដែងនៅទេពកោសលរបស់ខ្លួនដែលធ្លាប់មានណាកញ្ញាចាបាទហើយខ្ញុំសូមកោតសរសើរបំផុតយ៉ាងជ្រាលជ្រៅដល់អ្នកដែលរកឃើញកម្មវិធីផ្កាយរះក្នុងសួនបាទខ្ញុំសូមថ្លែងអំណរគុណលោកដែលលោកបានប្រឹងប្រែងកកោកកាយយកមកឲ្យដើម្បីឲ្យជាកម្មវិធីមួយដល់ល្បីល្បាញនៅក្នុងប្រជាណាចក្រកម្ពុជាយើងណាកញ្ញាចាអរគុណចំពោះប៉ាអ៊ំដែលបានអញ្ជើញចូលរួមទស្សនាក៏ដូចជាផ្ដល់ជូនជាមតិយោបល់ដ៏មានសារៈសំខាន់ដល់ពេលនេះយើងនឹងស្ដាប់នៃការយល់ឃើញពីមានប្រយោគរបស់យើងវិញម្ដងជាដំបូងសូមអញ្ជើញលោកគ្រូមេងសុធីវ៉ាន់បាទសូមអរគុណចំពោះក្មួយស្រីលីដាបានបកស្រាយនៅចម្រៀងគុណម្ដាយព្រះគុណម៉ែលោកគ្រូព្រះគុណម៉ែបាទព្រះគុណម៉ែឃើញថាដាក់ចិត្តដាក់អារម្មណ៍ទាំងសម្ភារបំពាក់ឃើញថាសំរុំហើយក៏ប៉ុន្តែការច្រៀងដល់ក្រលួចនេះវានៅខ្វះបន្តិចបន្តួចប៉ុន្តែខ្ញុំសូមសួរសិនតើក្មួយហាត់បទនេះរយៈពេលប្រហែលដែរមួយថ្ងៃកន្លះលោកគ្រូដែលឮបទនោះអត់ដែលឮសិនតែទៅស្ដាប់ហ្មងណាចាអានឹងជាទេពកោសលមួយដល់ធំធេងដែរថាក្មួយស្ដាប់មួយថ្ងៃកន្លះហើយអាចបកស្រាយបានប៉ុណ្ណឹងឃើញថាទេពកោសលខ្ពស់ហើយពីព្រោះអីការស្ដាប់បទចង្កលបើសិល្បករចាស់របស់យើងដែលមានឈ្មោះបោះសម្លេងកន្លងមកនេះសិតស្ដាប់មួយអាទិត្យឯណោះបានតែមកច្រៀងកើតណាអញ្ចឹងក្មួយស្ដាប់តែមួយថ្ងៃកន្លះអាចច្រៀងបានដូច្នេះសូមប្រសើរទេពកោសលណាមានការខ្វះខាតបន្តិចបន្តួចមែនប៉ុន្តែ
សូមកោតសរនៅការខំប្រឹងប្រែងរបស់ក្មួយសូមជូនពរឲ្យក្មួយទទួលបានដោយជោគជ័យបាទ ចាអរគុណលោកគ្រូមេងស្ធាបានជាបន្តទៀតសូមអញ្ជើញអ្នកបងស្វនចន្ទថា ចាសួស្តីបងអូនទាំងពីរ ចាជំរាបសួរលោកគ្រូ ចាយើងបែកគ្នាមួយសប្តាហ៍ហើយជួបគ្នាទៀតទេណា ចា ឃើញថាបងអូនលីនដាក៏ស្អាតស្រស់ស្រាយពិធីការនេះក៏ស្អាតដែរ អរគុណអ្នកបង ចាឥឡូវយើងចូលទៅសិល្បៈវិញបទចម្រៀងហ្នឹងគឺខ្ញុំមានកសែតនៅផ្ទះពីព្រោះអីតាក់ទងនឹងម្ដាយហើយច្រៀងដោយអ្នកនាងមេងកពិជ្ជតាចាបងអូនច្រៀងខ្វះច្រើនខ្វះមិនមែនខ្វះអឿនទេណាខ្វះមេឡូឌីអញ្ចឹងចាំស្ដាប់អ្នកគ្រូច្រៀងឲ្យស្ដាប់ណាម៉ែមានគុណធ្ងន់ជាងគីរីព្រះចន្ទធរណីដំឡៃមិនស្មើគុណម៉ែកូននៅក្នុងផ្ទៃម៉ែពពួងជាង9ខែកាត់មកត្រូវថ្នាក់ធ្នមថែទឹកចិត្តអ្នកម៉ែមានចំពោះកូនអញ្ចឹងក្មួយលីនដាក្នុងវគ្គទី1ដល់ Air ដល់ចប់ melody ខុសមួយឃ្លាទាំងអស់ដេក Air អញ្ចឹងម៉ែមានចំពោះកូនហើយបានម៉ែអបរំថាកន្លែង Air ហ្នឹងច្រៀងអ្នកគ្រូអត់ចាំប្រូលទេណាចាហ្នឹងក៏ខុសដែរចាដល់អញ្ចឹងប៉ុន្តែខ្ញុំចង់និយាយប្រាប់បងអូនថាអ្នកគ្រូចង់និយាយប្រាប់បងអូនថាបទចម្រៀងហ្នឹងបើសិនជាបងអូនស្ដាប់អ្នកនាងមេងកពិជ្ជតាព្រោះគាត់ក៏ជាវីរៈសិល្បៈម្នាក់ដែរបើយើងលើកគាត់ណាចាពីព្រោះអ្នកនាងកពិជ្ជតាគាត់ច្រៀងគឺកម្រិតវប្បធម៌គាត់ខ្ពស់ណាយើងថតបទហ្នឹងយើងយកមកស្ដាប់ហើយបងអូនត្រូវស្ដាប់ឲ្យបានហ្មត់ចត់ពីព្រោះអ្នកម៉ែយើងមិនអាចច្រៀងយកមកគេហៅថាឲ្យបានហើយទេចាហើយដល់ពេលម៉ែចិញ្ចឹមពីតូចដល់ធំបោជាគ្រប់យ៉ាងឲ្យតែក៏បានសង្ឃើញនិយាយបទនឹងច្រៀងទៅព្រឺសបល់ ចាអញ្ចឹងបងអូនច្រៀងមានកង្វះខ្វះខាតច្រើនអញ្ចឹងសូមឲ្យបងអូនសិក្សាបទនឹងឲ្យបានម៉ត់ចត់មែនទែននិពន្ធទំនុកថ្មីស្នាដៃលោកហ្វៃសមាងអញ្ចឹងយើងទុកជាបទមួយដ៏គ្រឹះមួយស្នាដៃមួយដ៏ល្អចាសម្រាប់ជំនាន់ដើមលោកក៏មានស្នាដៃល្អដល់ពេលមកជំនាន់នេះក៏លោកហ្វៃសមាងមានទឹកដៃស្នាដៃល្អរបស់លោកដែរអញ្ចឹងយើងគួរលើកគុណសម្បត្តិរបស់លោកដែរសូមអរគុណជូនពរបងបានជោគជ័យសូមអរគុណ អរគុណអ្នកបងចាអរគុណចំពោះបងអូនលីដាគុណចេញសម្រាប់សិនណាចាលោកអ្នកបានឃើញឬមកហើយនៅវត្តមានរបស់ដួងកាយទី1គឺបងអូនស្រីលីដាដែលបងអូនបានលើកចូលនៅបទចម្រៀងបែបមនោសញ្ចេតនាជាបទសម័យបច្ចុប្បន្នហើយជាបទចម្រៀងទំនុកច្រៀងថ្មីចាចំពោះដួងកាយទី2ក៏មិនខុសពីដួងកាយទី1ដែរដែលបងអូននឹងត្រូវបទស្រាយបទចម្រៀងជាបែបមនោសញ្ចេតនានេះដូចគ្នាហើយក៏ជាបទចម្រៀងទំនុកច្រៀងថ្មីនេះដូចគ្នាចាបទចម្រៀងរបស់ដួងកាយទី2នាំមកជូនលោកអ្នកដោយរថយន្ត Toyota Camry 2014